ការរំជួយដីមូលហេតុនិងទីតាំងដែលកើតមានច្រើនបំផុតការរំជួយផែនដីកើតឡើងពីការបដូរទីតាំងម្ដងបន្តិចនៃសម្បកផែនដីឬចលនាផ្លាកតិចតូនិកនៅជុំវិញពិភពលោកហើយការរំកិលនេះអាចកើតមានពី1ទៅ20សង់ទីម៉ែត្រក្នុងមួយឆ្នាំការរំជួយដីត្រូវបានកត់ត្រានៅគ្រប់ទ្វីបទាំង7ប៉ុន្តែការរំជួយភាគច្រើនគឺកើតឡើងនៅក្នុងតំបន់តែ3ប៉ុណ្ណោះទី1គឺព្រំដែនបែកចេញពីគ្នាឬព្រំដែនសំណង់នៃមហាសមុទ្រអាត្លង់តិកឬ The Mid-Atlantic Ridge នេះជាទីតាំងនៃការឃ្លាតចេញពីគ្នានៃផ្លាកតិចតូនិកត្រង់ទ្រង់កណ្ដាលមហាសមុទ្របណ្ដាលឲ្យកំអែលភ្នំភ្លើងផុលឡើងមកបំពេញចន្លោះរួចប្រែជាកកបង្កើតជាសម្បកមហាសមុទ្រថ្មីរុញច្រានសម្បកផែនដីឲ្យរំកិលបង្កជាការរំជួយទី2គឺ Alphite Belt ឬខ្មែរហៅថាព្រំដែនរួមឬព្រំដែនជំនួបគ្នាដែលលាតសន្ធឹងពីសមុទ្រមេឌីទែរ៉ាណេដល់តំបន់អាស៊ីអាគ្នេយ៍របស់យើងព្រំដែននេះកើតឡើងពីការបុកទង្គិចគ្នារបស់ផ្លាកតិចតូនិកដែលអាចជាសម្បកទ្វីបឬសម្បកមហាសមុទ្រនិងទី3គឺព្រំដែនជ្រោះគ្នានៃមហាសមុទ្រ Pacific ឬ The Second Pacific Belt ដែលជាទីតាំងនៃការធ្វើចលនារបស់ផ្លាកតិចតូនិកសឹងតែនៅជុំវិញមហាសមុទ្រ Pacific ហើយតែងបង្កនៅបន្ទុះភ្នំភ្លើងនិងការរំជួយដីក្រោមបាតសមុទ្រជារឿយៗនិយាយដាច់ដោយឡែកព្រំដែនជ្រោះគ្នានៃមហាសមុទ្រ Pacific ជាកន្លែងកើតគ្រោះរំជួយដីច្រើនបំផុតលើស 80% នៃគ្រោះរំជួយដីទាំងអស់នៅទូទាំងពិភពលោកហើយប្រទេសដែលតែងមានគ្រោះរំជួយដីភាគច្រើនគឺស្ថិតក្នុងតំបន់នេះមានដូចជាចិនឥណ្ឌូនេស៊ីជប៉ុននិងហ្វីលីពីនឡាក់និយាយជារួមតំបន់ទាំង3ជួបប្រទះការរំជួយដីច្រើនគឺមកពីមានទីតាំងស្ថិតនៅលើចំណុចនៃការបុកការឃ្លាតនិងការរអិលប៉ះគ្នានៃសម្បកទ្វីបទៅនឹងសម្បកមហាសមុទ្រដែលអ្នកវិទ្យាសាស្ត្រហៅថាចលនារបស់ផ្លាកតិចតូនិកគួរបញ្ជាក់ផងដែរថាចលនាផ្លាកតិចតូនិកគឺបង្កមកពីការធ្វើចលនានៃស្រទាប់ខាងក្នុងរបស់ភពផែនដីបន្ទុះភ្នំភ្លើងឬសកម្មភាពបូមយកធនធានរ៉ែរបស់មនុស្សនៅតាមទីតាំងមួយចំនួនជាដើមហើយការរំជួយផែនដីដែលបង្កពីផ្លាកតិចតូនិកនេះគឺកើតមានសឹងតែគ្រប់ពេលក៏ប៉ុន្តែការរំជួយខ្លះវាមានកម្រិតតិចតួចពេកដែលមិនអាចធ្វើឲ្យមនុស្សយើងដឹងទៅបានឧបករណ៍និងຂ្នាតសម្រាប់វាស់កម្រិតរំជួយក្នុងការវាស់កម្រិតរំជួយផែនដីអ្នកវិទ្យាសាស្ត្រប្រើប្រាស់នៅឧបករណ៍មួយយ៉ាងឈ្មោះថា seismograph ដើម្បីវាស់នៅកម្រិតរំជួយដីតាមរយៈចលនារ៉េនៅលើក្រដាសអាស្រ័យលើកម្លាំងរំជួយរបស់ផែនដីការវាស់វែងកម្រិតរំជួយដីបែបនេះអាចធ្វើឡើងទៅបានផ្អែកលើຂ្នាតជាច្រើនមានដូចជា Richter ឬຂ្នាតដទៃផ្សេងទៀតប៉ុន្តែបច្ចុប្បន្នຂ្នាតនៃរង្វាស់កម្រិតរំជួយដីដែលត្រូវបានប្រើប្រាស់ជាផ្លូវការនោះគឺ the moment of magnitude ដែលជាຂ្នាតរង្វាស់ផ្អែកលើកម្លាំងរំជួយដែលកើតមានហើយនេះជាຂ្នាតដែលជាក់លាក់និងអាចទុកចិត្តបានជាងຂ្នាតនានាដែលធ្លាប់មានពីមុនការរំជួយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនិងការពារការរំជួយផែនដីខ្លាំងបំផុតក្នុងពិភពលោកគឺកើតឡើងនៅប្រទេសឈីលីក្នុងឆ្នាំ1960ប្រទេសនេះស្ថិតនៅលើព្រំដែនជ្រោះគ្នានៃមហាសមុទ្រ Pacific ដែលយើងបាននិយាយអំពីវារួចរាល់ការរំជួយដីនៅពេលនោះមានកម្រិតដល់ទៅ 9.5 Richter ឬស្មើនឹងការផ្ទុះនៃរំសេវប្រមាណ 125,000 លានតោនបានធ្វើការវាយប្រហារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអាយុជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនម្យ៉ាងវិញទៀតការរំជួយដីដ៏ខ្លាំងសម្បំនេះក៏បានបង្កើតរលកយក្សស៊ូណាមីកម្ពស់រហូតដល់24ម៉ែត្រនិងធ្វើការបោកបក់នាំគ្រោះភ័យដល់ប្រទេសដូចជាជប៉ុននិងហ្វីលីពីនដែលស្ថិតនៅឆ្ងាយសឹងតែពាក់កណ្ដាលផែនដីពីប្រទេសឈីលីឬស្មើនឹងប្រមាណ 17,000 គីឡូម៉ែត្រពីកន្លែងដែលមានគ្រោះរំជួយដីឯណោះលើសពីនេះឧបករណ៍សម្រាប់វាស់កម្រិតរំជួយក៏បានបង្ហាញផងដែរថារលកយក្សស៊ូណាមីដែលបង្កឡើងដោយការរំជួយផែនដីឈ្មោះ Valdivia នេះគឺបានបន្តអង្រួនភពផែនដីទាំងមូលអស់រយៈពេលជាច្រើនថ្ងៃទៀតផងតាមរយៈបទពិសោធន៍ជាច្រើនប្រទេសនានាក្នុងពិភពលោកបានផ្ដើមបង្កើតវិធីសាស្ត្រការពារផ្សេងៗតាមរយៈការរចនាភាពធន់នៃអគារផ្អែកតាមការរំយោលដើម្បីទប់ស្កាត់ការរលំជាដើមលើសពីនេះចំណេះដឹងទូទៅក្នុងការរក្សាសុវត្ថិភាពនៅពេលមានគ្រោះរំជួយដីនិងការហាត់សមជួយសង្គ្រោះក៏ត្រូវបានបង្រៀនអនុវត្តរួមទាំងផ្សព្វផ្សាយជាប្រយោជន៍ទូទៅផងដែរជួបគ្នាក្នុងវីដេអូបន្ទាប់